ឥឡូវយើងនឹងធ្វើការអភិវឌ្ឍសាកល្បងណាឥឡូវមើលឲ្យច្បាស់ហើយធ្វើតាមឧទាហរណ៍ឥឡូវយើងចង់លោតតន្ត្រីមួយចុះតន្ត្រីបែកសំឡេងណាយើងមកយើងច្អល់មិញមកយក PACKS PACS បើកមកហើយមើលទី4ណា1 2 3 4ណាYeah, instruments playing ណាឥឡូវយើងសាកបើក keyboard ឬក៏ org អីចឹងសាកឥឡូវសាកបើកមើលឥឡូវសាកលើកទី1ទី3មុនណាក៏បានណាលើកតាមចិត្តប៉ុន្តែលោកគឺសម្រាប់យកទី3អស់មកលើហើយមើលឲ្យច្បាស់ណាតបជំពណ៌បៃតងនេះបានប្រឡេងដៃណាអូសទៅលើអូសពីក្រោមនេះទៅលើហើយក្បាច់តនេះចាំប្រឡេងចាំមកផ្លេតហើយវាចេញមកជាឧបករណ៍ភ្លេងនៅក្នុងនេះមួយណាឥឡូវយើងសាកកុំតធ្វើអីណាបិទសិនចុចខ្វែងមើលច្បាស់ហើយបន្ទាប់មកយើងនឹងធ្វើការចុចបែបnote ឥឡូវលោកគឺបង្ហាញមើលយើងបាក់យល់ណាឥឡូវចុចមើលទី2ណា1 2 3ឥឡូវមើលនេះ piano ចុច piano roll មើលច្បាស់ណាចុចនឹងមកហើយយើងឃើញក្តារកន្លែងសរសេរមួយនេះចឹងយើងសាកទៅតែគេណាដែលគាត់ធ្វើអីធ្វើសាកសិនណាអាហ្នឹងគឺជាកន្លែងក្តារសរសេរលំនាំបទភ្លេងអីចោះណាអញ្ចឹងសាកសិនទៅ